ឯក្នុងព្រៃហេមាល័យទាំងប៉ុន្មានកើតសេចក្តីក្តៅក្រហាយដោយស្រែកទឹកជាខ្លាំងបើអត់ទឹកផឹកបែបនេះពួកយើងរួមមិនដេចនឹងកើតទៅមែនហើយខ្ញុំមានកូនតូចៗផងតើកូនខ្ញុំបានទឹកពីណាផឹកខ្ញុំពិតជាអាណិតពួកគេណាស់មែនហើយមែនហើយ តាបោះបានឃើញសត្វទាំងនោះមានទុក្ខវេទនាយ៉ាងនេះក៏កើតក្តីសង្វេគជាខ្លាំងអោពួកសត្វទាំងឡាយអើយខ្ញុំពិតជាអាណិតពួកអ្នកណាស់ខ្ញុំនឹងស្វែងរកទឹកមកឲ្យពួកអ្នកផឹកតាបោះបានកាប់រំលំឈើមួយដើមចោះលងធ្វើជាស្នូកហើយទើបទៅដងទឹកដែលលោកអាចទៅដងបានយកមកដាក់ក្នុងស្នូកនោះទុកបំរុងឲ្យសត្វទាំងឡាយនោះផឹកពួកសត្វទាំងឡាយក៏នាំគ្នាផឹកទឹកទាំងវងឥតឈប់ឈរពួកយើងមានទឹកផឹកហើយយើងលែងស្រេកឃ្លានទៀតហើយបបពិតលោកម្ចាស់ពិតជាសង្គ្រោះ